នៅកណ្ដាលព្រៃធំមួយនៅខេត្តកោះកុងមានលោកពូម្នាក់ដែលជឿជាក់ថាភាពសុខដុមក្នុងចិត្តមិនមែនមកពីការរកស៊ីឬភាពរុងរឿងទេប៉ុន្តែមកពីការយល់ដឹងនិងការតាំងសមាធិបាទមួយពូឈ្មោះធួនស៊ីណានបាទពូជាអ្នកជំនាញទេសចរនិងសាសនាហើយពូចាប់ផ្ដើមប្រឡូកនៅលើកិច្ចការងារទេសចរហ្នឹងគឺ25ឆ្នាំប្លាយហើយចូលជិត30ឆ្នាំហើយពូក៏ជាអតីតអ្នកបួសបាទពូបួសបាន6ភាសាកាលពីឆ្នាំ8ជាងបាទកាលពីឆ្នាំ8ជាងហើយពូក៏បន្តសិក្សាទាំងផ្លូវលោកផ្លូវធម៌បាទទាំងរហូតមកចាប់យកជំនាញផ្សេងទៀតរហូតមកដល់ពេលនេះអាចនិយាយបានថាជំនាញដែលពូមាននេះគឺទៅលើជំនាញទេសចរនិងសាសនាគាត់បានចាប់ផ្ដើមពីសូន្យពីដីព្រៃដែលគ្មានអ្វីសោះបំលែងវាឲ្យក្លាយជាកន្លែងស្ងប់ស្ងាត់មួយដែលមនុស្សអាចសម្រាកចិត្តនិងដោះបន្ទុកសម្ពាធទាំងអស់នៅលើស្មារតីរបស់ពួកគេពូកើតនៅជាជនជាតិខ្មែរបាទកើតនៅលើទឹកដីខ្មែរហើយពូជពងវងតកូលបពូគឺជាអ្នកគោរពព្រះពុទ្ធសាសនាបាទជាអ្នកគោរពព្រះពុទ្ធសាសនាហ្វេបិតតពូលាចាកសិក្ខាបទតាំងពីឆ្នាំ1993មកក៏ពិតមែនប៉ុន្តែពូនៅតែបន្តនៅការបដិបត្តិពូនៅតែបន្តនៅការគោរពបដិបត្តិយ៉ាងជ្រាលជ្រៅនៅក្នុងព្រះពុទ្ធសាសនាពីព្រោះព្រះពុទ្ធសាសនាគឺជាអ្នកមានគុណព្រះពុទ្ធគឺជាអ្នកមានគុណគឺជាមាតាទី2គឺជាគ្រូបាអាចារ្យរបស់យើងបាទហើយមូលហេតុដែលពូចាប់ផ្ដើមរៀបចំនៅមជ្ឈមណ្ឌលសមថវិបស្សនាលោកតាព្រំភាសានៅទីនេះដោយសារតែពូមើលឃើញការវិវត្តថ្មីហ្នឹងគឺច្រើនណាស់តាំងពីបន្ទាប់ពី COVID មកយើងឃើញថាមានមនុស្សច្រើនមែនទែនជាពិសេសប្រជាជនកម្ពុជាច្រើនមែនទែនដែលមានបញ្ហាផ្លូវចិត្តបាទមានបញ្ហាផ្លូវចិត្តហើយគូគិតថាទាំងអស់នោះគឺគូអាចរួមចំណែកបានក្នុងការជួយសង្គ្រោះពួកគាត់ពីបញ្ហាផ្លូវចិត្តហ្នឹងពីបញ្ហាវិបត្តិផ្លូវចិត្តបញ្ហាវិបត្តិនៃជំងឺទាំងឡាយទាំងពួងណាដែលគ្រូពេទ្យព្យាបាលបានការពិតឡើយពីដើមឡើយហ្នឹងគូគ្រាន់តែជួយពួកគាត់ហ្នឹងនៅផ្ទះពពូទេនៅភ្នំពេញបាទប៉ុន្តែដោយសារតែមួយថ្ងៃទៅមួយថ្ងៃហ្នឹងមានការកើនឡើងច្រើនទៅហើយផ្ទះនៅភ្នំពេញនោះគឺការរៀបចំរបស់យើងសម្រាប់តែក្រុមគ្រួសារយើងស្នាក់នៅមិនមែនជាកន្លែងទទួលព្យាបាលមិនមែនជាកន្លែងបដិបត្តិទេមួយបាទអញ្ចឹងពពូរੂទីតាំងដើម្បីបង្កើតទីតាំងនឹងបាទបានជាមានទីតាំងនៃការឡើងអញ្ចឹងពូមកពីដើមទីមកហ្នឹងគឺមកទីនេះគឺមកគឺមានន័យថាជាព្រីរហោឋានសុទ្ធសាធហើយពូកសាងពីបាតដៃប្រទេសមកហើយការកសាងទាំងឡាយទាំងពួងទៀតសោតគឺជាថវិការបស់ប្តីប្រពន្ធពូទេតាយាយរបស់ពូទាំងឯងបាទមានពីសិស្សគុណខ្លះបាទសប្បុរសធម៌ខ្លះបាទចំនួនតិចតួចបាទអាចថាជាចំនួនប្រហែលជា10%នៅក្នុងនឹងក៏ប៉ុន្តែ90%ទៀតគឺជាថវិកាដែលកើតឡើងពីការរស់ស៊ីទទួលទានរបស់យើងបាទហើយទាំងអស់នោះសម្រាប់ពូជាការលះបង់ទាំងអស់នោះគឺជាសម្រាប់បុព្វហេតុសង្គមកម្ពុជាបុព្វហេតុប្រទេសជាតិបុព្វហេតុមនុស្សជាតិបាទវាជាការពពូយល់ថាកើតឡើងជាជនជាតិខ្មែរមនុស្សម្នាក់ត្រូវតែមានកាតព្វកិច្ចរបស់ខ្លួនក្នុងការសងទៅជាតិរបស់ខ្លួនវិញបាទសងទៅសាសនាដែលខ្លួនគោរពបដិបត្តិវិញបើទោះបីយើងមានឬក៏យើងក្រយើងសងអ្វីយើងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជាប្រយោជន៍មនុស្សជាតិមានន័យថាយើងបានចូលរួមសងទៅប្រទេសជាតិយើងវិញហើយដោយការប្រមាញ់ចិត្តតាមទស្សនៈពុទ្ធសាសនាគាត់សង់វាចេញពីសុបិនដោយសេចក្តីជឿជាក់ថាការធ្វើល្អមិនមែនសម្រាប់ទទួលផលតបត្រឡប់ទេប៉ុន្តែជាការទទួលខុសត្រូវក្នុងការជួយមនុស្សដែលត្រូវការជំនួយទីកន្លែងនេះបានក្លាយជាទីសម្បទានស្មារតីដែលមនុស្សជាច្រើនមករត់ឃើញខ្លួនឯងវិញមិនត្រឹមតែជួយអ្នកមានភាពទុក្ខសោកនោះទេតែថែមទាំងជាវិធីមួយក្នុងការផ្សព្វផ្សាយទេសចរណ៍វប្បធម៌កម្ពុជានេះជាការសាងសង់ពីចិត្តដ៏អធ្យាស្រ័យពីបាតដៃទទេ
មកដល់អ្វីមួយដែលមនុស្សមិនអាចស្រមៃបាន ប៉ុន្តែជាថ្មីម្ដងទៀតមិនមែនធ្វើទីនេះដើម្បីបន្សល់ទុកឲ្យកូនខ្លួនឯងទេបាទខ្ញុំមានកូន4នាក់ហើយកូនខ្ញុំទាំង4ពីគាត់រៀននៅខាងក្រៅស្រុកទាំងអស់ហើយពួកគាត់សិតតែមានផែនការជីវិតរបស់ពួកគាត់បាទហើយទីនេះពួកគាត់ទាំង4នាក់ហ្នឹងពុំមាននៅក្នុងបញ្ជីនៃការទទួលទ្រព្យទាំងឡាយណានៅទីនេះទេបាទទ្រព្យទាំងឡាយដែលខ្ញុំបានបរិច្ចាគនៅទីនេះគឺដើម្បីប្រយោជន៍សង្គមកម្ពុជាតែប៉ុណ្ណោះមិនមែនដើម្បីក្រុមគ្រួសាររបស់ខ្ញុំទេហើយក៏មិនមែនដើម្បីកូនរបស់ខ្ញុំដែរបាទ នៅទីនេះខេត្តកោះកុងតារាសាគរ